ចេញឲ្យសូនតារាមកដឹកនាំម្ដងមើលណែចង្អុលមុខត្រូវចង្អុលមុខសូនតារាថាអញ្ចឹងទៅចង្អុលមុខថាអញនឹងនិយាយអាក្រក់ភាសាកណ្ដាលជននិយាយអាក្រក់មកមើលឯងណាកុំបានតែទឹះអញ្ចឹងណែមកទិញសូនតារាថាឯងកុំនិយាយអញ្ចឹងត្រូវនិយាយថាមើលឯងកុំទឹះពេកមើលបើឯងប៉ាកែណាឯងមកដឹកនាំប្រទេសម្ដងមកអញឲ្យឯងមកណានេះយើងទាំងអស់គ្នាណាអញចេញមុខដឹកនាំបាតកម្មបណ្ដេញហ៊ុនម៉ាណែតឲ្យចុះចេញពីតំណែងមើលអញហៅអាសូនតារាទៅដឹកនាំប្រទេសមកណាតែចាំមើលបើឯងដឹកនាំប្រទេសណាធ្វើឲ្យតំណែងផលិតផលហ្នឹងវាអត់កើនវាអត់មានទីផ្សារណាអញនឹងដឹកនាំប្រជាជនបាតកម្មទម្លាក់ឯងឲ្យខ្មាស់គេម្ដងថាអញ្ចឹងបានវាត្រូវអាហ្នឹងថាអញ្ចឹងឥឡូវដល់អញ្ចឹងប្រកែកថាម៉េចធម្មតាហ្នឹងជាកតួនាទីកតាបកិច្ចរបស់អ្នកដឹកនាំវាតើបងប្អូនគ្រូពេទ្យព្យាបាលបានតែមនុស្សម្នាក់ក្នុងពេលតែមួយប្រឹងរស់ប្រុសកូនប៉ុន្តែក្នុងពេលតែមួយណាការដឹកនាំដ៏ត្រឹមត្រូវរបស់មេដឹកនាំម្នាក់គឺអាចជួយមនុស្សបានមួយនគរបងប្អូនធ្វើជាងផ្ទះបងប្អូនធ្វើបានជួយបានតែផ្ទះទេបងប្អូនធ្វើជាងម៉ូតូបងប្អូនជួយបានតែម៉ូតូទេបងប្អូនធ្វើជាងឡានជួយបានតែឡានមនុស្សពីរនាក់ប៉ុន្តែបើបងប្អូនដឹកនាំប្រទេសត្រឹមត្រូវមានទស្សនវិស័យគោលនយោបាយជាក់លាក់បំរើប្រទេសជាតិទេគឺបងប្អូនជួយមនុស្សបានទូទាំងនគរឥឡូវខ្ញុំថាអញ្ចឹងដូចបាត់មាត់ឈឹងវិឡាបងប្អូនយើងក៏ចេះតែខំណាស់រកកន្លែងឆ្លើយតបគណៈបកប្រជាជនមិនបានចឹងតែមានអញ្ចឹងបានថាមានអ្នកខ្លះហ្នឹងបើស្ដាប់គេថាឯងទៅស្ដាប់អីសូនតារាដូចខ្ញុំនិយាយបាញ់មិញហ្នឹងសូនតារាហ្នឹងវានិយាយយូរពេក1ម៉ោងជាងណាហើយស្ដាប់ទៅចោះវាមិនតែមានឯណាអ្នកថាអញ្ចឹងស្ដាប់ម្ដងយកទៅស្ដាប់ទៅរកកន្លែងកាត់វាអត់ឃើញហ្នឹងបងណារកកន្លែងកាត់វាអត់ឃើញអត់មិនមានពេលខ្លះស្ដាប់ទៅអន់ត្រូវហើយណាគណៈបព្វជិជនគេទៅវាយខ្លាំងកុំអង្គុយលូបើស្នេហាជាតិមែនមកទិញមកជួយទិញហើយហៅចឹងទៅអីត្រូវហៅថាបើឯងខ្លាំងណាមកដឹកនាំប្រទេសម្ដងមកណាចាំប្រជាជននេះអញដឹកនាំប្រជាជនហ្នឹងទម្លាក់ណាបដិញហ៊ុនម៉ាណែតចេញបើឯងដឹកនាំអាណត្តិណាឯងតែហ៊ានដឹកនាំហើយអត់រកទីផ្សារឲ្យកសិករបានអញដេញហែកឲ្យខ្មាស់គេអញលើកហ៊ុនម៉ាណែតវិញអាហ្នឹងបានវាត្រូវស្រីអេនប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាលេងលយស្រាត់ខោជន់ផ្ដាច់ការប៊ុនណាឆៃរៀងផ្លាស់ប្ដូរផ្នែកគំនិតមកដល់ទៅនេះខ្ញុំនិយាយរឿងការជួយមនុស្សនិងការសម្ដែងជួយមនុស្សបែបមកខ្ញុំធ្លាប់ឆ្លើយតបជាមួយមិនមែនជាមួយគណៈបកប្រជាជនទេឆ្លើយសារប្រិយមិត្តតែគ្រប់គ្រងទូរទស្សន៍សូនតារាធម្មតាខ្ញុំនិយាយថាការជួយមនុស្សបើសិនជាយើងជាបុគ្គលឯកជនមិនមែនបុគ្គលសាធារណៈមិនមែនជាអ្នកដឹកនាំរដ្ឋមិនមែនជាអ្នកដឹកនាំប្រទេសណាអានឹងយើងជួយតាមសមានចិត្តយើងចង់ជួយមនុស្សម្នាក់ក៏បាន2នាក់ក៏បានយើងចង់ដាក់បាតលោកក៏បានមិនដាក់បាតលោកក៏បានប៉ុន្តែបើសិនជាយើងជាអ្នកដឹកនាំប្រទេសយើងមិនអាចទៅជួយមនុស្សម្នាក់បានទេមូលហេតុដែលគេឲ្យយើងទៅដឹកនាំប្រទេសគឺគេឲ្យយើងទៅជួយមនុស្សទូទាំងប្រទេសផាន់វាសនាអញ្ចឹងការដឹកនាំបង្កើតប្រព័ន្ធនិងគោលនយោបាយមួយគឺអាចជួយមនុស្សឧទាហរណ៍ថាបើប្រព័ន្ធជួយមនុស្សចាក់ជរាគឹមលីសុកប្រព័ន្ធជួយកុមារគឺយើងត្រូវបង្កើតគោលនយោបាយនិងកញ្ចប់ថវិការដ្ឋជួយកុមារនៅពេលណាដែលមានប្រព័ន្ធនិងមានកញ្ចប់ថវិកាដើម្បីជួយកុមារទាំងអស់ទូទាំងប្រទេសគឺទទួលបានការជួយពីយើងមិនមែនយើងជួយមនុស្សម្នាក់ហើយទៅថតដាក់ទូរទស្សន៍ទៅធ្វើសម្ដែងទឹកភ្នែកហើយហៅថាតួគុណធម៌អានឹងមិនមែនទេគេហៅថាបោកប្រាស់ច័ន្ទសូរិយាព្រោះបើសូនតារាធ្វើអញ្ចឹងបានបងប្អូននៅអាមេរិកធ្វើអញ្ចឹងបានបងប្អូនសពបរិសុទ្ធជននៅក្រៅប្រទេសខ្មែរយើងនៅបារាំងនៅអូស្ត្រាលីគេទៅធ្វើអញ្ចឹងបានពីព្រោះអានឹងជាសមានចិត្តឯកជនរបស់គេប៉ុន្តែបើអ្នកដឹកនាំប្រទេសអាម៉ាត់អាប៊ូតាលីបសំអឿនម៉ាលីធ្វើអត់បានទេបើធ្វើបានបាច់ថតណានេះតែថតគឺបោកប្រាស់អានេះខ្ញុំធ្លាប់សរសេរនៅក្នុងអត្ថបទរបស់ខ្ញុំអត់សំដៅលើអ្នកណានិយាយទូទៅ
ពេលនោះក៏មានប្រិយមិត្តខ្ញុំចាំបានប្រិយមិត្តយើងណាគាត់បាន screenshot នៅអត្ថបទការជួយកុមារណាសាឡេះមហាម៉ាត់អាកម្មហើយមកសួរយោបល់របស់ខ្ញុំគាត់ថាលោកគ្រូយល់យ៉ាងណាដែរនេះខ្ញុំក៏ឆ្លើយតបទៅគាត់វិញថាវិលស្រីស្រដៅរាល់ការសម្ដែងធ្វើបុណ្យគឺមិនមែនជាការធ្វើបុណ្យទេរាល់ការសម្ដែងអំពើល្អមិនមែនសំទោសខ្ញុំមិនមែនថាធ្វើបុណ្យទេរាល់ការសម្ដែងធ្វើអំពើល្អមិនមែនជាអំពើល្អទេហើយរាល់ការសម្ដែងធ្វើអាក្រក់មិនមែនអំពើអាក្រក់ទេខាងខ្ញុំច្រើននិយាយខ្លីៗបើម្នាក់ណាយល់គេអរគុណលោកគ្រូខ្ញុំយល់ហើយបើអ្នកណាមិនយល់គេសួរបន្តពេលនោះក៏អត់សូវយល់ច្បាស់តែខ្ញុំគិតថាបងប្អូនក្នុងនេះក៏សូវយល់មិនច្បាស់ដែរពេលនោះក៏សួរបន្តក៏ថាមូលហេតុអីលោកគ្រូខ្ញុំក៏ឆ្លើយទៅគាត់បន្ថែមទៀតថាអ្វីក៏ដោយឲ្យតែសម្ដែងសុទ្ធតែមិនពិតហេតុអ្វីពីព្រោះបើពិតមិនគេហៅថាសម្ដែងមែនទេខ្ញុំនិយាយច្បាស់ហើយខ្ញុំថាការសម្ដែងធ្វើល្អមិនមែនជាអំពើល្អទេហើយការសម្ដែងធ្វើអាក្រក់ក៏មិនមែនជាអំពើអាក្រក់ដែរហេតុអីបើអ្វីទាំងអស់ឲ្យតែជាការសម្ដែងសុទ្ធតែមិនពិតបើពិតលីនដាចិនដាមិនគេហៅសម្ដែងដូចឧទាហរណ៍ថាមានខ្មែរយើងខ្លះគេមានវីដេអូសម្ដែងលេងបឆោតយាយតាធ្វើអាក្រក់ចាក់ទាញគាត់មែនទេបំភ័យគាត់ថាអូមានធនាគារមរឹបអូនៃតាំងយាយឲ្យគាត់លក់តាំងគាត់មានតាំងតែមួយនឹងផងអានឹងគាត់សម្ដែងធ្វើអាក្រក់មិនមែនជាអំពើអាក្រក់ទេហើយសម្ដែងធ្វើល្អមិនមែនជាអំពើល្អទេអារម្មណ៍នេះថាពេលនោះខ្ញុំបានបញ្យល់គាត់ដោយលំអិតដោយសំណេររបស់ខ្ញុំហើយគាត់ថាច្បាស់ណាស់លោកគ្រូហេតុអីដូចខ្ញុំថាបាញ់មិញចឹងខ្ញុំនិយាយពីការឆ្លើយតបរបស់ខ្ញុំឲ្យចប់មិនបាច់និយាយអំពីកាត់របស់គាត់ការសម្ដែងធ្វើល្អមិនមែនជាអំពើល្អទេហើយការសម្ដែងធ្វើអាក្រក់ក៏មិនមែនជាអំពើអាក្រក់ដែរពីព្រោះឲ្យតែជាការសម្ដែងសុទ្ធតែជាមិនពិតបើការសម្ដែងធ្វើល្អគឺជាអំពើល្អការសម្ដែងវាជាការពិតដូច្នេះស្ដេចល្ខោនស្ដេចមែនតែនបាទហើយយៈល្ខោនក៏យៈមែនតែនដែរមែនទេនៅលើឆាកល្ខោន crash you អាមនុស្សដែលយើងកាចគប់ដបទឹកសុទ្ធនឹងជួនកាលគាត់ជាមនុស្សស្លូតបូតទេអាតួយៈដែលស្រែកនឹងវាមិនមែនយៈទេបងប្អូនណាបើការសម្ដែងគឺជាការពិតដូច្នេះស្ដេចល្ខោនគឺជាស្ដេចមែនតែនបាទហេតុអីបានជាស្ដេចល្ខោនមិនមែនជាស្ដេចមែនតែនពីព្រោះវាជាការសម្ដែងដូច្នេះរាល់ការធ្វើបុណ្យរាល់ការធ្វើអំពើល្អណាដែលជាការសម្ដែងមុខកាមេរ៉ាសម្ដែងឲ្យគេមើលឃើញថាខ្លួនឯងអស្ចារ្យគឺជាការធ្វើបាបការធ្វើបុណ្យការធ្វើអំពើល្អដែលសម្ដែងមិនមែនជាការធ្វើល្អទេបងប្អូនដូចខ្ញុំលើកឡើងបាញ់មិញចឹងអញ្ចឹងបានបងប្អូនយើងខឹងកុំថាបើឯងខ្លាំងបានជួយអីខ្លះណែមកជួយប្រទេសជាតិមកកុំថាអញ្ចឹងថាបើឯងខ្លាំងឯងមកដឹកនាំម្ដងមកប្រជាជនកម្ពុជានោះឥឡូវស្រស់ស្រួលគ្នាប្រមូលគ្នាបាន5លានអ្នកក្រោកឈរធ្វើបាតកម្មទៀមទីហៅសូនតារាឲ្យដឹកនាំឲ្យឯងពិបាកវេទនាម្ដងមើលកុំឲ្យឯងបកាយក្អកពេកតើចាំមើលឲ្យរៀបចំជួយប្រព័ន្ធក្មេងយ៉ាងដូចម្ដេចបងប្អូនក្មេងៗនៅប្រទេសកម្ពុជាយើងមានមនុស្សក្មេងៗដេកតាមធុងសម្រាមមែនទេកំណោសម្រាមនៅតាមព្រំដែនជាយដែនប្រទេសដែលជាប់ប្រទេសថៃនឹងហាក់ជាឪពុកម្ដាយព្រាត់ប្រាសឪពុកម្ដាយព្រោះទៅធ្វើការនៅស្រុកថៃអស់ទុកចោលនឹងយាយបាត់លះបង់ចោលការសិក្សារាប់ម៉ឺនសែនលានអ្នកណាមកឡើងខ្លែងហើយក្មេងៗណាបងប្អូនការឃើញក្មេងរកស៊ីលក់ដូរលក់តកួនលក់ផ្កាលក់នំតាមផ្លូវអានឹងគឺមនុស្សល្ងងមោទនភាពប៉ុន្តែវាមិនមែនជារឿងមោទនភាពនិងជារឿងស្ងោកសរសើរទេវាជាការបញ្ជាក់ឲ្យឃើញថាប្រទេសនោះកំពុងតែរំលោភសិទ្ធិកុមារភាពក្រីក្រនិងវិស័យអប់រំទុនខ្សោយ
បងប្អូនយើងមើលប្រទេសថៃក៏ដោយប្រទេសយួនក៏ដោយប្រទេសដែលមានវិស័យអប់រំរឹងមាំកុមារឯណាដែលអាចទៅដេកតាមចើមផ្លូវទៅលុកអ្នកណាគ្រូឯណាប្រើឲ្យកុមារទៅធ្វើអញ្ចឹងមែនទេប្រទេសមានអ្នកមានឯណាដែលឲ្យទៅធ្វើអញ្ចឹងណាមានតែប្រទេសក្រីក្រអានឹងជាការឆ្លើយតបបញ្ជាក់ថាក្រោមការដឹកនាំរបស់អញប្រជាជនហ្នឹងគឺក្មេងៗវាដើរលក់ផ្កាអញ្ចឹងអានឹងអត់ដឹងតែខ្លួនឯងនឹងសារភាពទទួលស្គាល់ថាក្មេងដែលខ្លួនឯងកំពុងតែជួយហ្នឹងគឺជាជនរងគ្រោះនៃរបបហើយជាការរំលោភសិទ្ធិកុមារបងប្អូនយើងក៏អាចឆ្លើយតបដែរថាអូយើងទៅប្រៀបធៀបអីជាមួយស្រុកថៃជាមួយស្រុកដែលលក្ខណៈករុណាជាមួយស្រុកអាមេរិកអីហ្នឹងក្មេងៗនៅស្រុកស្រែនៅស្រុកខ្មែរយើងគឺគេឲ្យតែរៀនធំដឹងក្តីហ្នឹងគឺគេជួយឪពុកម្ដាយជារឿងធម្មតាទេអាហ្នឹងជាវប្បធម៌ប្រពៃណីអាហ្នឹងមិនមែនកាលពី100ឆ្នាំមុនពិតពួកប្រទេសណាក៏ដោយលើពិភពលោកពីដើមមិនមែនតែខ្មែរទេអាមេរិកក៏អញ្ចឹងដែរបារាំងក៏អញ្ចឹងដែរកូនជួយឪពុកម្ដាយបានប៉ុន្តែវិស័យអប់រំបច្ចុប្បន្នមែនទេពិភពលោកក្រែងប្រទេសកម្ពុជានឹងអួតបើសិនតែអួតថាដូចហ៊ុនម៉ាណែតគាត់ថាឥឡូវហ្នឹងវាមិនដូចជាឆ្នាំ1980ទេហើយចុះមិនគាត់ធ្វើឲ្យមុនឆ្នាំ1980ទៀតមែនទេបើឥឡូវហ្នឹងមិនដូចឆ្នាំ1980ទេចុះមិនកុមារហ្នឹងវាអត់ទាន់សម័យបងប្អូននៅលើពិភពលោកបច្ចុប្បន្នប្រទេសដែល Lisa Walker ដែលមានវិស័យអប់រំល្អមានការគោរពសិទ្ធិកុមារគេមិនអនុញ្ញាតឲ្យធ្វើការទេគេឲ្យទៅរៀនគេទទួលការអប់រំបីបាច់ថែរក្សាបណ្ដុះសម្រាប់ធនធានមនុស្សណាគេទំនុកបំរុងអាហារហើយណាសួងជាគេដើម្បីជួយកុមារគឺគេត្រូវបង្កើតជាច្បាប់ប្រព័ន្ធកញ្ចប់ថវិកាដែលអាចជួយកុមារបានទូទាំងប្រទេសមិនមែនជួយម្នាក់ទេមិនជួយម្នាក់ហើយតើធ្វើបុណ្យទេអានឹងហៅសម្ដែងអញ្ចឹងបានសូមរាននិយាយថារាល់ការសម្ដែងទាំងអស់សិតតែមិនពិតហេតុអីពីព្រោះបើការសម្ដែងគឺជាការពិតស្ដាច់លខោនស្ដាច់មែនតើបាទហើយពួកអានឹងវាសម្ដែងរាល់ការសម្ដែងធ្វើល្អមិនមែនជាអំពើល្អទេហើយរាល់ការសម្ដែងធ្វើអាក្រក់មិនមែនអំពើអាក្រក់ទេអានឹងយើងត្រូវចាំច្បាស់អញ្ចឹងមិនក៏មានបងប្អូនយើងមួយចំនួនគាត់និយាយអញ្ចឹងហើយក៏ដូចខ្ញុំថាមិញហ្នឹងខ្មែរយើងធម្មតាទេក្មេងជួយឪពុកម្ដាយខ្ញុំមានថាអីគាត់ថាខ្ញុំនិយាយថាអាហ្នឹងវាបញ្ជាក់អំពីប្រទេសដែលរំលោភសិទ្ធិកុមារបើយើងនិយាយអំពីសិទ្ធិកុមារប្រើក្មេងឲ្យធ្វើការហ្នឹងវាបញ្ជាក់អំពីរំលោភសិទ្ធិកុមារនិងប្រព័ន្ធអប់រំទុនខ្សោយគេប្រទេសកម្ពុជាហ្នឹងភាពអស្ចារ្យវាខុសពីកាលពីទសវត្សរ៍ឆ្នាំ80ហើយអាហ្នឹងមួយទៀតខ្ញុំនិយាយថាវាបញ្ជាក់ភាពក្រីក្រអញ្ចឹងបងប្អូននិយាយថាអានឹងមកពីគ្រួសារក្របានជាកូនជួយម្ដាយត្រូវហើយគ្រួសារអ្នកមានហ្នឹងដែលឲ្យកូនជួយលក់ដើរទូលលក់អញ្ចឹងគ្រួសារអ្នកមានហ្នឹងកូនដូចក្រុមគ្រួសារសម្ដេចគ្រួសារអុកញ៉ាយហ្នឹងកូនទៅរៀននៅសិង្ហបុរីមកអឺរ៉ុបហើយហ្នឹងគេមិនដាល់ឲ្យកូនគេលក់ឯណាតែកូនយើងអ្នកក្រតែខ្ញុំនិយាយមានបកែកអីខ្ញុំចង់និយាយថាសង្គមហ្នឹងវាឆ្លុះបញ្ចាំងអំពីភាពក្រីក្ររំលោភសិទ្ធិកុមារហ្នឹងវាសែអំទុនខ្សោយដូច្នេះវាមិនជាអំពើអាក្រក់សូនតារាមិនទៅថៃទេយើងត្រូវតែរួមគ្នាដើម្បីកសាងប្រទេសយើងលុបបំបត្តិព្យាយាមម្ដងបន្តិចឲ្យវាល្អឡើងទៅអាហ្នឹងឲ្យវាល្អយើងត្រូវថែរក្សាកុមារយើងដើម្បីខ្លាយជាសសរទ្រូងហើយថែរក្សាកុមារវាត្រូវតែមានឪពុកម្ដាយនិងការចូលរួមពីរដ្ឋជាកាតព្វកិច្ចសំខាន់ណាស់បើសិនជាប្រឡែងឲ្យគ្រូសាឪពុកម្ដាយទាំងស្រុងឪពុកម្ដាយប្រើក្មេងនេះទៅនេះទៅនោះហើយអានឹងចឹងបានជាស្រុកខ្លះគឺរដ្ឋមានកាតព្វកិច្ចបើនៅស្រុកអាមេរិកខ្ញុំគ្រាន់តែប្រាប់ទេណាឡានក្មេងឈប់អត់ណាហ៊ានបើកកាត់ទេណារិះសូនតារានិយាយអញ្ចឹងមានតែអ្នកអាមេរិកគេបានទៅប៉ុន្តែខ្មែរយើងខ្លះគាត់និយាយពីដឹងច្បាស់តែដែរបានទៅអាមេរិកប៉ុន្តែឲ្យទៅអាមេរិកអ្នកសុំទៀតលេខតាមផ្លូវនោះចេះនេះខ្ញុំគាត់ជម្រាបចេះបើមិនជឿសូនតារាណាបងប្អូនអ្នកខ្ញុំនិយាយគណៈបព្វជិជនណាដែលមិនដែលទៅអាមេរិកមិនជឿសូនតារាទៅលួចសួរគណៈបព្វជិជនខ្លួនឯងបងប្អូននៅអាមេរិកកុំថាឡើយកុមារទៅលក់តាមចានផ្លូវបើឃើញឡានសិស្សឈប់ឲ្យតែឃើញអាសញ្ញាស្តុបណាអាពីមុខក៏មិនហ៊ានមកអាពីក្រោយក៏មិនហ៊ានមកឯងតែបើកយឺតក៏ដោយត្រូវឈប់មិនថាអាស្ទះចរាចរណ៍ប៉ុណ្ណាទេឲ្យតែឃើញឡានសិស្សឈប់ទាល់តែសិស្សនឹងម្ដាយហ្នឹងឪពុកឬក៏អ្នកណាមកដឹកដៃសិស្សហ្នឹងចេញឆ្លងផុតផ្លូវចូលដល់ផ្ទះលបងផ្ទះហើយទាល់ចូលក៏ដោយទាល់តែអាឡានសិស្សហ្នឹងវាទម្លាក់អាផ្លាកស្តុបអាផ្លាកឈប់ទាល់តែអាសាលាអាឡានហ្នឹងវាទម្លាក់ពុបអានឹងបានយើងអាចទៅបានណាបងប្អូនបានយើងអាចវ៉ាទៅបាន